ចំការទុរេនដែលដាំនៅលើភ្នំដងរ៉ែកខេត្តសុរិន្ទខែមេសានៅខាងថៃគេវ៉ាកងធំចឹងទេនាំកូនក្មេងទៅដើរលេងចំការទុរេនដែលនៅជិតផ្ទះចំការទុរេនហ្នឹងគឺស្ថិតនៅក្នុងឃុំបាក់ដៃស្រុកភ្នំដងរ៉ាក់ខេត្តសុរិន្ទស្រុកភ្នំដងរ៉ាក់ហ្នឹងបើការពិតទៅហៅជាភាសាខ្មែរយើងគេហៅថាស្រុកភ្នំដងរ៉ែកហើយស្រុកភ្នំដងរ៉ែកហ្នឹងដែលមានប្រាសាទតាមាន់តាកបីគឺស្ថិតនៅក្នុងស្រុកហ្នឹងហើយថ្ងៃហ្នឹងដែរខ្ញុំនាំគ្រួសារហើយនឹងក្មួយៗទៅលេងចំការទុរេនដែលចំការទុរេនហ្នឹងស្ថិតនៅឆ្ងាយពីជ័យដែនខ្មែរថៃប្រហែលជាមិនដល់10 គីឡូម៉ែត្រទេភ្នំដងរ៉ែកបើសិនជាមើលពីខាងខ្មែរយើងមកដូចជាជួរភ្នំចឹងប៉ុន្តែដល់ពេលយើងមកមើលពីខាងថៃនេះវិញវាដូចជាតំបន់ខ្ពង់រាបប៉ុន្តែវាសឹងតែនឹងរាបស្មើដែរហ្នឹងដីដែលនៅលើភ្នំដងរ៉ែកហ្នឹងគឺជាដីដែលមានជីវជាតិល្អអាចដាំដុះដំណាំបានច្រើនប្រភេទហើយក្នុងនោះដែរទុរេនក៏ជាដំណាំមួយប្រភេទដែលគេនិយមដាំដុះនៅតាមបណ្ដោយភ្នំដងរ៉ែកបើសិនជាយើងបើក Google Map មើលទៅខាងទឹកដីថៃយើងនឹងឃើញថាមានចំការទុរេនជាច្រើនដែលគេដាំដុះនៅលើជួរភ្នំដងរ៉ែកព្រោះថាទុរេនគឺជាដំណាំសេដ្ឋកិច្ចដែលពេញនិយមនៅថៃបន្ទាប់ពីជិះកាត់ព្រៃព្រឹក្សាអស់រយៈពេលប្រហែលជា20នាទីយើងក៏មកដល់ចំការទុរេនក៏ពិតនៅម្ដុំហ្នឹងមានចំការទុរេនច្រើនណាស់ហើយចំការមួយគេដាក់ប៉ាយថាមានចំការទុរេនដើម្បីឲ្យយើងចូលទៅលេងបានហើយហេតុផលដែលខ្ញុំរើសមកចំការទុរេននេះគឺដោយសារតែឃើញ page Facebook មួយគេបង្ហោះហើយឃើញថាវាមានផ្លែទុរេនស្ដុកល្អអញ្ចឹងហើយក៏ឃើញក៏ចង់មកថតរូបធ្វើ content លេងហើយនឹងចង់មកភ្លក់ទុរេនមូសាំងឃីងហ្នឹងដែលចង់ដឹងថាវារសជាតិឆ្ងាញ់ប៉ុណ្ណាព្រោះថាឮគេល្បីយូរហើយទុរេនពូជមូសាំងឃីងមានអ្នកណាធ្លាប់ស្គាល់ឬក៏ធ្លាប់ភ្លក់ទេហើយរសជាតិមិនដែរ comment មកប្រាប់គ្នាផងក្នុងចំការហ្នឹងគឺគាត់ដាំទុរេនច្រើនពូជវាមានដូចជាពូជដែលយើងធ្លាប់ស្គាល់ហ្នឹងគឺទុរេនមនថងទុរេនឆានីទុរេនកានយ៉ាវទុរេននុកយីបទុរេនណាមដាំទុរេនកបឆាយណាមបើតាមម្ចាស់ចំការគាត់រៀបរាប់ឲ្យស្ដាប់ហ្នឹងចូលប្រហែលជា10ពូជប៉ុន្តែខ្ញុំចាំអត់អស់ហើយវាច្រើនពូជខ្លះវាមិនដែលធ្លាប់ស្គាល់មិនដែលធ្លាប់ឮដែរហ្នឹងប៉ុន្តែថ្ងៃហ្នឹងមកគឺចង់ស្គាល់ទុរេនមូសាំងឃីងហ្នឹងហ្មងគឺជាតួឯកដែលចង់មកស្គាល់ហ្មងព្រោះថាក្នុង page ឃើញគេបង្ហោះហ្នឹងគេថាពូជមូសាំងឃីងហ្នឹងគេចាប់កាត់បេះលក់ហើយដល់ពេលខ្ញុំមកដល់ហ្នឹងម្ចាស់ទឹកចំការគេថាទៅតែបេះវាអត់ទាន់ទុំទេដល់ពេលអញ្ចឹងបានម្ចាស់គាត់នាំដើរមើលលេងមើលចំការទុរេនសិនទៅហើយម្ចាស់ចំការហ្នឹងគាត់ណែនាំវិធីដាំទុរេនវិធីដាក់ជីវិធីស្រោចទឹកវិធីមើលថែផ្សេងៗជាច្រើនទៀតហ្នឹងធ្វើដូចយើងកំពុងតែចង់ដាំទុរេនអញ្ចឹងក៏ពិតយើងអត់ចង់ដាំទេយើងគ្រាន់តែចង់មកទិញទុរេនទេហើយដូចដែលអ្នកទាំងអស់គ្នាឃើញអញ្ចឹងគឺផ្លែវាស្ដុកល្អហើយក្នុងនោះក៏មានទុរេនដែលគាត់កាត់ចេញខ្លះដែរព្រោះថាគាត់កាត់អាណាដែលមើលទៅវាផ្លែអត់សូវមូលល្អក៏គាត់ចាត់ចោលទៅព្រោះថាដើម្បីកុំឲ្យវាដណ្ដើមសារជាតិអាហារគ្នាហើយទាំងអស់ហ្នឹងបញ្ជាក់ឲ្យឃើញថាម្ចាស់ចំការគាត់យល់អំពីការដាំទុរេនតាំងទៅវិធីដាំវិធីមើលដីវិធីដាក់ជីវិធីស្រោចទឹកហើយវិធីថែទាំទុរេនអញ្ចឹងបានថាបើចេះអីហើយចេះប្រកបគឺបានលទ្ធផលល្អអញ្ចឹងម្ចាស់ចំការហ្នឹងគាត់មិនមែនត្រឹមតែចេះដាំទុរេនទេប៉ុន្តែគាត់ស្រឡាញ់ហើយនឹងគាត់យកចិត្តទុកដាក់ក្នុងកសិផលទុរេននេះណាម្ចាស់ចំការទុរេនហ្នឹងគាត់ដំណើរប្រាប់ថាមុននឹងទុរេនបានផលហ្នឹងគាត់យកឈ្នះឧបសគ្គច្រើនណាស់តាំងពីអស់កម្លាំងចិត្តហើយនឹងកង្វល់ថាមិនដឹងថាដាំទៅវាបានផលឬក៏អត់ទុរេនរស់អត់ព្រោះថាក្នុងតំបន់ហ្នឹងគាត់ជាអ្នកចាប់ដាំទុរេនដំបងគេបង្អស់អញ្ចឹងទេអត់មានគំរូចំការឲ្យគាត់មើលសាក់លបងទេអញ្ចឹងគាត់ត្រូវសាក់ខុសសាក់ត្រូវដោយខ្លួនឯងមកចំការទុរេនដើម្បីភ្លក់ទុរេនប៉ុន្តែទុរេនអត់ទាន់ទុំម្ចាស់ចំការក៏យករលឹកមកឲ្យភ្លក់លួងលោមចិត្តសិនហើយចុងក្រោយក៏បានទុរេនមូសាំងឃីងមួយផ្លែយកទៅបន្ទុំខ្លួនឯងហើយម្ចាស់គេថាទុំថ្ងៃទី23ហើយថ្ងៃបង្ហោះឃ្លីបហ្នឹងគឺថ្ងៃទី23ហ្នឹងហើយក៏ទុរេនកំពុងតែឈ្ងុយហើយណាគេចង់ឃើញសាច់ទុរេនហ្នឹងចាំទស្សនាឃ្លីបក្រោយ